ប្រសិនបើយើងធ្វើអ្វីមួយយើងត្រូវតែគិតឲ្យធំព្រោះថាការគិតធំវាបានបង្កើតនូវគុណសម្បត្តិយ៉ាងច្រើនដូចជាទី1នៅពេលដែលយើងគិតធំខួរក្បាលរបស់យើងវារុករកវាបង្កើតវាប្រឌិតនៅរូបសម្ផស្សនៃគម្រោងផែនការដ៏ធំដ៏ស្អាតដ៏ស្រស់ដែលយើងមើលទៅដូចឋានសួគ៌លោកីសម្រស់ដ៏ស្រស់ស្អាតដូចឋានសួគ៌លោកីនេះហើយគឺជាចំណីចិត្តដ៏ខ្លាំងក្លាក្នុងការបង្កើតនូវធម៌ពលជំរុញឲ្យយើងធ្វើសកម្មភាពដ៏អស្ចារ្យបានចំណុចទី2នៅពេលដែលយើងគិតធំនឹងមានមនុស្សជាច្រើនចូលរួមព្រោះការគិតធំបានបង្កើតនូវសម្រស់និងភាពទាក់ទាញមនុស្សចូលចិត្តអ្វីដែលច្រើនកុះករហើយមនុស្សក៏មានភាពពេញនិយមតាមគ្នាផងដែរប្រសិនបើយើងបង្កើតបុរីមួយដែលមានផ្ទះត្រឹមតែ100ផ្ទះហើយបុរីមួយទៀតដែលមានផ្ទះដល់ទៅ1000ផ្ទះបុរីដែលមានផ្ទះ1000ផ្ទះនោះនឹងទទួលបានការតាក់ទាញនិងចាប់អារម្មណ៍ច្រើនជាងគេហើយអ្នកដែលចូលរួមក៏មានច្រើនផងដែរដូច្នេះការគិតធំការបង្កើតនៅគម្រោងផែនការធំនិងតាក់ទាញបានមនុស្សជាច្រើនចូលរួមដែលធ្វើឲ្យផែនការនោះឆាប់ទទួលបានផលសម្រេចចំណុចទី3ការគិតធំធ្វើឲ្យយើងមានសមត្ថភាពក្នុងការបង្កើតនៅគុណប្រយោជន៍ដ៏ធំសម្រាប់មនុស្សជាតិនៅលើโลกហ្នឹងធាតុតូចៗតែមួយគឺมันអាចបង្កើតបានទៅជាធម្មពលក្នុងការធ្វើឲ្យមានចលនាឬក៏ធ្វើឲ្យបានសម្រេចចេញទៅជាផ្លែផ្កាឬផលប្រយោជន៍បានឡើយមានតែធាតុទាំងនោះត្រូវតែផ្សំផ្គុំចូលគ្នាទើបបង្កើតបានគុណប្រយោជន៍ធំយ៉ាងណាមិញប្រសិនបើយើងគិតធំបានសេចក្តីថាយើងកំពុងតែបង្កើតនៅគុណប្រយោជន៍ដ៏ធំការបង្កើតគុណប្រយោជន៍ដ៏ធំនេះហើយដែលវាអាចធ្វើឲ្យមហាជនឬក៏មនុស្សជាតិទទួលបាននូវគុណប្រយោជន៍ដ៏ធំពីគម្រោងផែនការនិងការគិតធំរបស់យើងហើយចំណុចទី4គឺនៅពេលដែលយើងគិតធំយើងនឹងក្លាយទៅជាធំយើងនឹងទទួលបានធំព្រោះថានៅពេលដែលយើងគិតធំយើងនឹងមានកម្លាំងខ្លាំងក្លាយើងនឹងធ្វើកិច្ចការងារយ៉ាងយកចិត្តទុកដាក់យ៉ាងម៉ឺងម៉ាត់និងហ្មត់ចត់បំផុតហើយការយកចិត្តទុកដាក់យ៉ាងម៉ឺងម៉ាត់ហ្មត់ចត់និងការខិតខំប្រឹងប្រែងដ៏ខ្លាំងក្លានេះហើយដែលនឹងធ្វើឲ្យយើងបង្កើតបានស្នាដៃធំនេះហើយដែលធ្វើឲ្យយើងក្លាយទៅជាធំសួស្តីបងប្អូនទាំងអស់គ្នាសិក្សាតាមរយៈអនឡាញជាមួយនឹងលោកគ្រូអ៊ុនសរ៉ាត់នៅវគ្គពិសេសទាំង4វគ្គទី1ចាប់ផ្ដើមបង្កើតអាជីវកម្មវគ្គទី2ចំណេះដឹងទីផ្សារនិងការលក់វគ្គទី3ចំណេះដឹងហិរញ្ញវត្ថុវគ្គទី4ចំណេះដឹងអចលនទ្រព្យសិក្សាបានគ្រប់ពេលវេលាគ្រប់ទីកន្លែងព័ត៌មានលម្អិតសូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ016 38 88 និង77ឬមួយខ្សែទៀត017 3037ឬតាមរយៈ Page លោកគ្រូអ៊ុនសរ៉ាត់